សូមអ្នកស្រមៃគិតថាបុរសម្នាក់ដែលធ្លាប់តែធ្វើឲ្យមនុស្សសើចក្អាកក្អាយនៅលើកញ្ចក់ទូរទស្សន៍ហើយក៏បានធ្លាប់ដើរតួជាប្រធានាធិបតីខ្លាំងៗនៅក្នុងរឿងកំ pl ែងស្រាប់តែថ្ងៃមួយលោកគឺត្រូវបានឡើងមកធ្វើជាមេដឹកនាំប្រទេសទាំងមូលប្រជុំមុខនឹងកងទ័ពដ៏មហិមារបស់មហាអំណាចនុយក្លេអ៊ែរដូចជារុស្ស៊ីខ្សែជីវិតដែលមិនគួរជឿរបស់ Zelensky គឺនៅពេលដែលសហរដ្ឋអាមេរិកបានផ្ដល់ជំនួយជំនះដល់លោកចេញពីប្រទេសដើម្បីសុវត្ថិភាពប៉ុន្តែបុរសម្នាក់នេះបានតបទៅវិញដោយពាក្យសម្ដីមួយឃ្លាដែលធ្វើឲ្យពិភពលោកញាក់សាច់ខ្ញុំគឺត្រូវការគ្រាប់រំសេវមិនមែនត្រូវការឡានដើម្បីជិះរថគេចនោះទេតើលោក Volodymyr Zelensky ជានរណាហើយតើខ្សែជីវិតរបស់លោកផ្លាស់ប្ដូរពីតារាកំ pl ែងមកជាវីរបុរសសង្គ្រាមរបស់អ៊ុយក្រែនដោយរបៀបណាតោះយើងមកតាមដានទាំងអស់គ្នានៅដើមកំណើតនិងជីវិតជាស្ដេចកំ pl ែង Zelensky កើតនៅឆ្នាំ1978នៅក្នុងគ្រួសារជ្វីបមួយនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែនលោកបានបញ្ចប់ការសិក្សាផ្នែកច្បាប់ប៉ុន្តែបេះដូងរបស់លោកមិនបានស្ថិតនៅក្នុងបន្ទប់តុលាការឡើយព្រោះលោកស្រឡាញ់សិល្បៈនិងការសម្ដែងនៅក្នុងវ័យ20ឆ្នាំលោកបានបង្កើតក្រុមហ៊ុនផលិតមាតិកាកម្សាន្តដ៏ធំមួយលោកល្បីល្បាញខ្លាំងរហូតក្លាយទៅជាតារាកំ pl ែងនិងជាតារាសម្ដែងលេខ1របស់ប្រទេសប៉ុន្តែអ្វីដែលជាចំណុចរបត់ដ៏ធំធេងបំផុតនោះគឺនៅក្នុងឆ្នាំ2015គឺលោកបានផលិតនិងដើរតួឯកនៅក្នុងរឿងភាគទូរទស្សន៍ដ៏ល្បីល្បាញមួយដែលមានឈ្មោះថា Seven of the People ដែលប្រែជាខ្មែរគឺជាអ្នកបម្រើប្រជាជននៅក្នុងសាច់រឿងនោះលោកគឺបានសម្ដែងជាគ្រូបង្រៀនប្រវត្តិសាស្ត្រធម្មតាម្នាក់ដែលបានជេរប្រមាថពួកអ្នកនយោបាយពុករលួយហើយធ្វើវីដេអូនោះត្រូវបានគេលួចថតរួចក៏បានចែកចាយល្បែងពេញអ៊ីនធឺណិតរហូតដែលធ្វើឲ្យលោកត្រូវបានប្រជាជនបោះឆ្នោតឲ្យក្លាយទៅជាប្រធានាធិបតីតែគ្មានអ្នកណាដឹងទេថាសាច់រឿងនៅក្នុងកុននេះនឹងក្លាយទៅជាការពិតនៅក្នុងជីវិតរបស់លោកក្រៅឆាកទៅវិញការបោះឆ្នោតនិងការពិតដ៏រន្ធត់គឺនៅចុងឆ្នាំ2018លោក Zelensky បានប្រកាសចូលឈ្មោះក្នុងការបោះឆ្នោតជាប្រធានាធិបតីយ៉ាងពិតប្រាកដមនុស្សជាច្រើនបានសើចចំអកឲ្យលោកដែលគេគិតថាលោកគ្រាន់តែជាតារាកំ pl ែងម្នាក់ដែលគ្មានបទពិសោធន៍នៅលើឆាកនយោបាយតើទៅដឹកនាំប្រទេសកើតដោយរបៀបណាតែយុទ្ធនាការរបស់លោកគឺធ្វើឡើងតាមរយៈអនឡាញជួបផ្ទាល់ជាមួយនឹងប្រជាជននិងប្រឆាំងអំពើពុករលួយលទ្ធផលគឺលោកទទួលបានការឈ្នះឆ្នោតយ៉ាងភ្លុកទឹកភ្លុកដីរហូតទៅដល់ 73% នៅក្នុងឆ្នាំ2019លោកបានក្លាយទៅជាប្រធានាធិបតីយ៉ាងពិតប្រាកដប៉ុន្តែភាពរីករាយមិនបានស្ថិតនៅយូរឡើយពិភពនយោបាយពិតមិនមែនដូចជាឆាកល្ខោនកំ pl ែងទេប្រទេសអ៊ុយក្រែនត្រូវប្រឈមមុខនឹងសម្ពាធភូមិសាស្ត្រនយោបាយដ៏តានតឹងជាមួយនឹងប្រទេសរុស្ស៊ីហើយថ្ងៃដែលខ្មៅងងឹតបំផុតក៏បានមកដល់នៅថ្ងៃទី24ខែកុម្ភៈឆ្នាំ2022កងទ័ពរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំចូលក្នុងប្រទេសអ៊ុយក្រែនក្របបែកធ្លាក់ដូចគឺទឹកភ្លៀងទីក្រុងគីវស្ថិតនៅក្នុងគ្រោះថ្នាក់បំផុតពិភពលោកគិតថាអ៊ុយក្រែននឹងដួលរលំក្នុងរយៈពេល3ថ្ងៃហើយលោក Zelensky នឹងត្រូវរត់គេចខ្លួនឬក៏ត្រូវគេធ្វើឃាតទៀតផងប៉ុន្តែគ្រប់គ្នាគឺយល់ខុសទាំងអស់លោក Zelensky មិនបានរត់ចោលប្រជាជនឡើយលោកបានដោះអាវធំចេញហើយក៏ចាប់ផ្ដើមពាក់អាវយឺតពណ៌ទាហានធម្មតាលោកបានថត selfie ជាមួយនឹងមន្ត្រីជាន់ខ្ពស់នៅកណ្ដាលទីក្រុងគីវទាំងយប់ដោយនិយាយទៅកាន់ប្រជាជនថាយើងទាំងអស់គ្នានៅទីនេះទាហានរបស់យើងនៅទីនេះហើយយើងនឹងការពារប្រទេសជាតិរបស់យើងសកម្មភាពនេះបានក្លាយទៅជាកម្លាំងចិត្តដ៏មហិមាដែលធ្វើឲ្យប្រជាជនអ៊ុយក្រែនក្រោកឈរតស៊ូយ៉ាងស្វិតស្វាញចាប់ពីពេលនោះមកលោកបានប្រើប្រាស់ជំនាញទាក់ទងនឹងការនិយាយជាសាធារណៈដ៏ពូកែរបស់លោកដើម្បីថ្លែងការណ៍ទៅកាន់សហភាពអាមេរិកសហភាពអង់គ្លេសនិងអង្គការសហប្រជាជាតិដើម្បីស្វែងរកជំនួយអាវុធរាប់ពាន់លានដុល្លារមកការពារប្រទេស
ពីតារាកំ pl ែងម្នាក់លោកបានបំលែងខ្លួនទៅជាមេដឹកនាំសម័យសង្គ្រាមដ៏លេចធ្លោបំផុតម្នាក់នៅក្នុងទសវត្សរ៍ទី21ដែលទស្សនាវដ្តី Tim បានជ្រើសរើសលោកគឺជាបុគ្គលពិសេសប្រចាំឆ្នាំឥទ្ធិពលនាពេលបច្ចុប្បន្ននៃការសន្និដ្ឋានរហូតមកដល់ពេលនេះខ្សែជីវិតរបស់លោក Zelensky នៅតែជាប្រធានបទដែលជជែកដេញដោលនិងតាមដានខ្លាំងបំផុតទូទាំងសកលលោកមនុស្សមួយចំនួនក៏សរសើរលោកជាវីរៈជនដៃថែបដែលមិនចេះចុះចាញ់ចំណែកអ្នកខ្លះទៀតក៏រិះគន់លើការសម្រេចចិត្តរបស់លោកខាងនយោបាយក្នុងសង្គ្រាមដ៏រ៉ាំរ៉ៃនេះប៉ុន្តែរឿងមួយដែលគ្មានអ្នកណាអាចប្រកែកបានគឺលោកបានសរសេរប្រវត្តិសាស្ត្រថ្មីមួយដែលបង្ហាញថាមិនថាអ្នកចាប់ផ្ដើមពីចំណុចណាក៏ដោយនៅពេលដែលព្រឹត្តិការណ៍ពិភពលោកដេញជើងអ្នកឲ្យចូលទៅក្នុងសមរភូមិភាពជាមេដឹកនាំពិតប្រាកដនឹងត្រូវស្ដែងឡើងតើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរចំពោះខ្សែជីវិតរបស់លោក Zelensky តើលោកជាវីរបុរសពិតប្រាកដឬយ៉ាងណាសូមបញ្ចេញមតិរបស់អ្នកនៅខាងក្រោមវីដេអូហើយកុំភ្លេច like និង subscribe channel របស់យើងដើម្បីទទួលបាននូវវីដេអូបែបប្រវត្តិសាស្ត្របុគ្គលល្បីៗជុំវិញពិភពលោកបន្តទៀតអរគុណជួបគ្នានៅក្នុងវីដេអូក្រោយ